tới nó dùng mình đi đại tham vận tay khóc cho cái tròn hai to vận tay mình đi na để thưa bôn trên anh ấy kê phải to chỉ vật tiền à chân hai ba là để hai tha mô nợ nặng thế thì mình buôn giang cứ nợ nặng đại việt ca ở phíaอายุไทยรักเติมพาอายุไทยวิชอบเป็นยังไงโดยทำมันนึกเยอะเติมโรยยังมาเลยมาโรยปลาที่เลยมาวิตามโรยสารพัดแล้วคนเอง Hàng kinh một du. không đó nên là tam không đang chung có bên ta là tên là orang ni kalau tentang mun semai itu ya. hai cái kia trâu tụi kia Kita dia tu DT oi pria. Jangan kata bu. Rồi chứng sẽ anh cần trọc đồng tên này là làng nhân địa ôn là nhân đề tra theo chuyện của một ta nắm mắt bên nơi này nên ra bàn một này ta bơ mình búa nâng ra chuyện của một bơ mình búa đó thì sạch Sạch và sạch chạ hay là sạch chạ sạch chặt nó không có phép này nè nó là mùi tiếng cây chơi ta mà mát đã ra chuyện của một đôi chuyện khác ra được cái làm đấy này mình cái ổn ba ấy dương chưa là mày ba dân chưa mày ra dương mình chưa mày thì mình có tăng thì muốn cái máy pre mò hay dương tăng thay dương chết cho người trâu qua rừng priên sao nè đó đôi đặt là ở kia sẽ to đó kia sẽ tốt ở kia sẽ to con ta này là không biết là những cây cuộc liêm á trong hot ngăn chiêm ở đây chiêm và ba phơm xa hay đó ta vô ao hao ra mới hao ra thì sao bọt này nó ta hiên túc trong đó tới đó thôi cái trâu á cứ bọt nâng sát láng sập lắc bạch đà dương dương dạng còn với tầm niên pre niên này à cắn bỏ niên là hốt như trâu niên này khu cái lỗ nhìn nhìn như small ra bún cạch cạch nghe pi mùi bún tàu tam pi mùi cạch tách pi tàu tam su tha tha say tây từng từng đó rụng riêng cài dưới người ta chỉ biết là dương châu ấy bàn mạch để riêng cạch đây tàu tam dương toán cứ bám bọt hơn nhất là pi nó nghe được tam dương rồi dương sao dương tàu bàn đầu tiên con đầu thì con dọc là đầu tiên đầu tiên là một tuần bên hàng ba việc muốn việc đâu việc thả cặp đầu và tuy nhiên tập điเป็นcái điều tạm tuần តែសំខាន់នឹងព្រះសម្មាសម្ពុទ្ធនឹងដែលលោកត្រាស់ដឹងនឹងលោកត្រាស់ដឹងអំពីហេតុផលបច្ច័យរបស់នៃចិត្តយើងនេះណាចិត្តយើងនឹងវាមានហេតុបច្ច័យដែលធ្វើឲ្យវាកើតឡើងហ្នឹងហើយចិត្តដែលបន្តតែដែលយើងបន្តជាមួយទៅមួយហ្នឹងដោយសារអីដោយសារកម្មចំណែកព្រះអរហន្តចិត្តអត់បន្តទៅទៀតទេព្រោះហេតុអីលោកឈប់ធ្វើកម្មនឹងវាឈប់ឲ្យផលពេលណាដែលយើងរស់រានមានជីវិតដែលយើងកំពុងនិយាយគ្នានេះបើយើងអត់មានបុណ្យណាកម្មជាបុណ្យទេយើងអត់មានបានអង្គុយនិយាយគ្នាទេយើងអត់មានលេខឃើញគ្នាទេហ្នឹងហើយបាទកម្មជាបុណ្យហ្នឹងធ្វើឲ្យយើងនឹងកើតជាការថាក្នុងសុគតិក្នុងនៅក្នុងសុគតិនេះក៏បានន័យថាវាមិនកើតទៅក្នុងបាយ4គឺនរកប្រែតអសុរកាយនិងបរិខានឃើញទេ4នេះគេថាបាយហ្នឹងហើយគឺហេតុអីបានគេហៅថានរកហ្នឹងគឺអ្នកដែលមានទុក្ខមិនអាចបាត់មួយនាទីយល់ទេនរកហ្នឹងគឺទុក្ខរហូតអត់មានថាដូចថាអត់ពេលដល់ថ្ងៃស្លាប់ហ្នឹង អូនរੂហ្នឹងក៏មានស្លាប់បន្តទៀតតែ បាទ មកជាតិទៀតទៅ វាដូច
រាប់រយជាតិ ហ្នឹងហើយក៏តែដល់អាយុវា បាទ ហ្នឹងហើយដូចថាអាយុវា អាយុអស់កម្ម 500កាប់ហ្នឹងហើយ បាទ ដូចថាដូចគេដាក់គុកនឹងស្រួលស្រួលទេ បាទ ដូចបានថា បាទ ហ្នឹងហើយដល់បានថាណែមនុស្សនឹងចោលទៅនេះគេដាក់គុកវាថាហើយតតា10ឆ្នាំបានរួចខ្លួន បាទ ហើយនៅក្នុងនឹង10ឆ្នាំហើយទៅរួចដូចគ្នា បាទនរោ នៅរួចនឹងវាដោយអត់មកថាប្រហែលកាប់វាថា500កាប់អញ្ចឹងទៅវាងាប់រូ500កាប់ហ្នឹងនៅក្នុងរួចហ្នឹងហើយ នរោហ្នឹងបាទ ហ្នឹងហើយអាហ្នឹងអញ្ចឹង ចង់និយាយថាអ្នកដែលសាងឧទាហរណ៍ជំងន់ប៉ុណ្នេះដែលជាប់ទោសប៉ុណ្នេះ ត្រូវ បាទ ត្រូវហើយ ប៉ុណ្នេះជាប់ទោសប៉ុណ្នេះ ហ្នឹង បាទហ្នឹងចឹង ហ្នឹងហើយវាបាទវាអញ្ចឹងហ្នឹងច្បាប់កម្មផលវាអញ្ចឹង បាទច្បាប់កម្មផល បាទ កិច្ចអត់ផុត បាទ ហើយអញយើងសួរថាហេតុអីបានជាយើងសម្លាប់សត្វគោនឹងទោសច្រើនណាទោស គោច្រើននេះគេ ដល់ទេមិនមែនខ្ញុំចង់ប្រៀបធៀប បាទ ឧបមាថាយើងសម្លាប់សត្វរុយ បាទ ហើយនឹងសត្វគោ បាទ សត្វរុយហ្នឹងវាយើង ទូច បាទ វាបាបវាតិច បាទ នឹងហេតុអីបានបាបវាតិច បាទជីវិតដូចគ្នាចង់និយាយយ៉ាង អ ហ្នឹង ត់ទេបាទហ្នឹងហើយបានន័យថា បាទជីវិតមានដូច បានន័យថាខ្លួនយើងនេះណា បាទ ក្នុងកោសិកាមួយហ្នឹងវាមានជីវិតមួយ បាទ នឹងហើយសត្វគោវាអាកោសិកាហ្នឹងវាច្រើន យ៉ាងបាទ វាធំណា បាទបាទ នឹងហើយអាជីវិតនៅក្នុងកោសិកាហ្នឹងវារាប់ ច្រើន វាច្រើន បាទ ចំណែកសត្វរុយអាកោសិកាហ្នឹងវាតិច តិចវិទូច នឹង បាទ វាទូច ខ្ញុំវាតាមមេតដែរ បាទអញ្ចឹងហើយបានជានៅក្នុងច្បាប់កម្មផលហ្នឹងពេលណាយើងស្លាប់គោហ្នឹងណា បាទ យើងមិនមែនស្លាប់តែជីវិតគោមួយទេវាស្លាប់រូបជីវិតតន្ត្រីហ្នឹងវាច្រើនហើយយើងសាងឲ្យយើងទទួលផលហ្នឹងវាច្រើនដែរ ធ្ងន់ដែរ បាទ តាម ធ្ងន់ដែរ ទៅ ទៅតា តាម ម ហ្នឹង បាទ បាទដល់ទៅតាមនឹងទៅអញ្ចឹងហើយបានជាការសម្លាប់នេះណាវាមានរូបមន្តវានឹងច្រើន បាទ ហ្នឹងហើយទីមួយសម្លាប់សត្វតូចបាទពេកសម្លាប់សត្វធំ ធំបាទច្រើន សម្លាប់សត្វដែលមានគុណសម្បត្តិគុណសម្បត្តិបានន័យថាគោខ្ញុំយើងធ្វើស្រែធ្វើចង្ការធ្វើអីហើយបើអំមកថាយើងសម្លាប់សត្វកញ្ចក់សត្វអីវាមិនសូវបាបទេវាបាបដែរក៏ប៉ុន្តែវាមិនបាបចាញ់នៅពេកយើងសម្លាប់គោ បាទ នឹងណៃសម្រាប់គោនោះបាបយ៉ាងហេបាបដែរពីព្រោះជាសត្វដែលមានប្រយោជន៍សត្វដែលហើយមនុស្សដូចគ្នាបើសិនជាយើងសម្លាប់ចោលអត់សូវបាបទេណាចុះបើយើងសម្លាប់អ្នកដែលមានសិល បាទបាទបាទខ្លាំង ខ្លាំង បាទហ្នឹងនរោចូលកាន់តែជ្រៅ អាហ្នឹងហើយបើសិនជាសម្លាប់ប្រសងទៀតអាហ្នឹងកាន់ អូ តែ អាហ្នឹង មុន តើ ទៀត មុននេះ សម្លាប់ដែលដូចថាព្រះអរហន្តទៀតអូ អូបាទ កន្លែងហ្នឹងហើយបានន័យថាច្បាប់កម្មផលហ្នឹងវាទៅតាមគុណសម្បត្តិរបស់សត្វហើយនឹងរូបរាងរបស់សត្វ បាទ បាទ ដូចគោអញ្ចឹងមានប្រយោជន៍ច្រើនសម្រាប់មនុស្សលោកយើង នឹង បាទ យើងហ្នឹង បើនិយាយការជំនាន់មុនមិនទាន់មានគោយន្តណាគោជួយយើងបានច្រើនណា ហ្នឹង បាទ បតតែជួស្រែ បាទ យើងធ្វើអីទៅណាទៅណីអីយើងប្រើតកោតា បាទប្រើតគោដែរ ហ្នឹង តែឥឡូវគោរៀងធូរតិចដោយសារតែឥឡូវហ្នឹងចេញគោយន្តមកតែគោរៀងបាទ គូប៉ុន្តែយកស្លាប់ បាទយកគ្នាទៅធ្វើសម្រាប់គ្នាបាទខ្ញុំគិតថាគោអត់គួរនាំគ្នាស៊ីសាច់គោព្រោះអីចង់ខ្ញុំចង់និយាយចឹងថាកាលពីដើមគោមិនតំណាងឲ្យព្រះគោ ហ្នឹង នៅស្រុកខ្មែរយើងបាទដូចនៅថៃគឺថាគេដូចអត់ស៊ីសាច់គោ អត់ទេជាពិសេសនៅសង្ឃា សំដៀបាទ បាទបើទៅសង្ឃាណា100%ប៉ុន្តែសុខថៃអត់ទេសុខថៃមានគេ ស៊ី មាន ខ្លះ ហ្នឹងហើយសិក្រាវាមិនមែនដូចថាដោយសន្ធាបើនិយាយគឺអត់មក អត់មក គោហ្នឹងជាតំណាងអតិថិរបស់គេ ដូចសាសនាអ៊ីស្លាមហ្នឹងអត់ស៊ីសាច់ជ្រូកហ្នឹង បាទ ហ្នឹង ក៏ប៉ុន្តែណារេសុងថាមតិខុសគ្នាការឲ្យយោបល់ខុសគ្នា បាទ ហ្នឹងហើយពីព្រោះគេដែលគេមិនស៊ីសាច់ជ្រូកហ្នឹងដោយសារតែជ្រូកហ្នឹងវាមានជំងឺជារបស់ដែលកខ្វក់របស់ដែលអាក្រក់របស់នាំជំងឺបានជាជនជាតិអ៊ីស្លាមហ្នឹងអត់ហូបសាច់ជ្រូក ហូបសាច់ជ្រូកបាទ ក៏ប៉ុន្តែចំណែកឥណ្ឌា
តែគេអត់ហូបសាច់គោពីព្រោះគេចាត់ទុកថាវានឹងជាព្រះរបស់គេហ្នឹងហើយ គោហ៎ គោហ្នឹងហើយគោជាព្រះរបស់គេហ៎ បាទ ហ្នឹងហើយជួនកាលគេគោរពព្រះស្វាហ្នឹងជាព្រះហ្នឹងគេនិយាយថាជាអតិទេព បាទ ហ្នឹងហើយអតិទេពរបស់គេមួយហ្នឹងអឺដូច្នោះហើយរឿងសាសនានេះគេមានគេហៅថាហេតុផលរបស់គេ បាទ ហ្នឹងហើយគេមានហេតុផលរបស់គេបានគេគោរពគ្នាតគ្នាមកនោះហ្នឹងហើយពេលណាដែលយើងយល់ហេតុផលទៅបានយើងមានការចេះដឹងហ្នឹងហើយបើមិនជាយើងអត់មានការយល់ហេតុផលទេគឺមនុស្សអត់មានការចេះដឹងទេ បាទ ហ្នឹងហើយគឺថាហេតុអីបានជាគេគេគោរពទោហេតុអីបានជាគេគោរពស្វាឬមួយអីចឹងទៅណាហ្នឹងហើយពីព្រោះអីគេច្រើនតែគោរពយកសត្វជានេះពីព្រោះថាសត្វវាអត់ចេះធ្វើអាក្រក់ បាទ ដូច្នោះហើយយើងត្រូវយកតម្រាប់តាមសត្វអ្នកខ្លះយកតម្រាប់តាមឆ្កែអ្នកខ្លះយកដើរលិតអីតាមឆ្កែហ្នឹងព្រោះគេយល់ថាឆ្កែហ្នឹងវាអត់មានកិលេសឆ្កែហ្នឹងជាសត្វបរិសុទ្ធគោជាសត្វបរិសុទ្ធគោនឹងជាព្រះហេតុអីបានជាព្រះព្រោះវាបរិសុទ្ធវាអត់មានកិលេសវាអត់មានអានេះគេយល់ណា បាទ ហ្នឹងហើយសត្វណាដែលវាអត់ធ្វើបាបយើងវាអត់មានកិលេសហើយវាឲ្យផលស្អីខ្លះមកយើងគឺមានទឹកដោះគោមានការធ្វើស្រែធ្វើអីហ្នឹងទៅគឺវាមានតែសេចក្តីល្អ បាទ នឹងហើយជាហេតុផលដែលឲ្យគេគោរពគោ បាទ បាទ អូ រឿងច្រើនណាស់ដែលយើងត្រូវយល់អំពីខអាហ្នឹង ពូសម្រាប់នៅហ្នឹងមែន បាទបាទ បាទ ខ្ញុំសម្រាប់ឲ្យនៅកន្លែងនោះកន្លែងវិជា អូឡើយជី ហ្នឹងហើយកន្លែងក្រៅខ្លួនបានបងចាំតែនេះហ្នឹងលោកឲ្យកន្លែងប្រា អូ ហ្នឹងហើយកុំអីហ្នឹងទៅឆ្ងាយដល់មកព្រៃស្អីណានោះព្រៃស្វាយព្រៃអីនោះ អូបាទបាទ ហើយបាន ទៅខ្ញុំទៅស្នាក់នៅព្រៃខ្មែរ ហ្នឹងហើយ បាទតែសំណាក់ ប្រហែលគីឡូ 5-10 គីឡូ 5 គីឡូអី បាទ ហ្នឹងហើយមិនជាឆ្ងាយប្រហែលណា ឆ្ងាយជីបាទជីប្រហែលជា 5-10 នាទី 20 នាទី ហ្នឹងហើយ បាទខ្ញុំជិលទៅដេកហ្នឹងទៅវាស្រួលទៅដេកស្កប់ ហើយ ហើយនេះទុកទឹកទុកអីវ៉ា ខ្ញុំវាអត់មានណែឡានអត់មានអី អូមានឡាន បាទខ្ញុំមកពីអ្នកឯងមក អូ